តើអ្នកជឿទេនៅលើពិភពលោកមានប្រទេសមួយដែលគ្មានទន្លេធម្មជាតិសូម្បីតែមួយបើគ្មានទន្លេតើប្រជាជននៅទីនោះបានទឹកពីណាមកប្រើហើយហេតុអ្វីបានជាប្រទេសនេះនៅតែរីកចម្រើនថ្ងៃនេះយើងនឹងស្វែងយល់ទាំងអស់គ្នាប្រទេសនោះគឺអារ៉ាប៊ីសាអូឌីតវាជាប្រទេសដ៏ធំមួយនៅមជ្ឈិមបូព៌ាហើយមានផ្ទៃដីភាគច្រើនជាវាលខ្សាច់គួរឲ្យភ្ញាក់ផ្អើលវាគ្មានទន្លេធម្មជាតិដែលហូរពេញមួយឆ្នាំសូម្បីតែមួយអាកាសធាតុនៅទីនោះក្តៅនិងស្ងួតខ្លាំងភ្លៀងធ្លាក់តិចណាស់ហើយទឹកភ្លៀងដែលធ្លាក់ចុះភាគច្រើនហួតឬជ្រាបចូលដីយ៉ាងឆាប់រហ័សដោយសារតែបែបនេះទន្លេអចិន្ត្រៃយ៍មិនអាចកើតមានបានឡើយប្រជាជននៅអារ៉ាប៊ីសាអូឌីតប្រើទឹកពីប្រភពសំខាន់ៗដូចជាទឹកក្រោមដីរោងចក្របំប្លែងទឹកសមុទ្រទៅជាទឹកសាបអាងស្តុកទឹកនិងការគ្រប់គ្រងទឹកយ៉ាងមានប្រសិទ្ធភាពប្រទេសនេះគឺជាប្រទេសមួយដែលផលិតទឹកសាបពីទឹកសមុទ្រច្រើនជាងគេក្នុងពិភពលោកទោះបីគ្មានទន្លេក៏ដោយទីក្រុងធំៗដូចជារីយ៉ាតនិងចេដដាមានអគារខ្ពស់ៗផ្លូវទំនើបនិងប្រព័ន្ធផ្គត់ផ្គង់ទឹកដ៏មានប្រសិទ្ធភាពក្រៅពីអារ៉ាប៊ីសាអូឌីតក៏មានប្រទេសមួយចំនួនទៀតដែលមិនមានទន្លេអចិន្ត្រៃយ៍ឬគ្មានទន្លេធម្មជាតិដូចជាប្រទេសកាតាប្រទេសបារ៉ែនប្រទេសអារ៉ាប់រួមនិងប្រទេសគុយវ៉ែតប្រទេសទាំងនេះក៏ពឹងផ្អែកខ្លាំងលើការបំប្លែងទឹកសមុទ្រទៅជាទឹកសាបដែរតើអ្នកគិតថាអ្នកអាចរស់នៅក្នុងប្រទេសដែលគ្មានទន្លេបានទេសូមខមមិនប្រាប់ខ្ញុំផងបើអ្នកចូលចិត្តវីដេអូបែបចំណេះដឹងអំពីពិភពលោកសូមចុច Like Subscribe និង Share ដើម្បីគាំទ្រ Channel របស់យើងសូមអរគុណហើយជួបគ្នានៅវីដេអូបន្ទាប់